ជាងទុកអ្នកមើលរបស់ខ្ញុំចោលណាខ្ញុំនឹងប្រែកាយហើយប្រវល់ពេលវេលាដើម្បីនាំអ្នកទាំងអស់គ្នាទៅកាន់ខេត្តមួយជាមួយនឹងខ្ញុំ Let's go ចាប់ផ្ដើមធ្វើដំណើរជាមួយខ្ញុំទៅកាន់ខេត្តបន្ទាយមានជ័យទាំងអស់គ្នាដោយចំណាយរយៈពេលត្រឹមតែ6ម៉ោងទេពីភ្នំពេញទៅអញ្ចឹងណាហើយអ្នកទាំងអស់គ្នាធ្លាប់ដឹងអត់ថាខេត្តបន្ទាយមានជ័យក៏ជាខេត្តមួយដែលជាប់នៅព្រំដែនជាមួយនឹងប្រទេសថៃដែរដែលយើងហៅថាក្រុងប៉ោយប៉ែតហ្នឹងហើយចង់ដឹងថាមានកន្លែងដើរលេងណាខ្លះដែលអ្នកគ្នាអត់គួរមើលរំលងឬក៏ពេញនិយមនៅក្នុងការទៅដើរលេងទី1អ្នកទាំងអស់គ្នាអាចទៅកាន់ផ្សារសេរីសុភ័ណ្ឌនៅក្នុងក្រុងសេរីសុភ័ណ្ឌទី2អ្នកទាំងអស់គ្នាក៏អាចទៅលេងផ្សារនៅព្រំដែនប៉ោយប៉ែតដែរហើយចំណែកឯទី3វិញណាអ្នកទាំងអស់គ្នាអាចទៅទស្សនានៅស្ថានីយ៍រថភ្លើងចាស់ប៉ោយប៉ែតនៅក្នុងក្រុងប៉ោយប៉ែតនឹងតែម្ដងហើយកន្លែងទី4ណាដែលអ្នកទាំងអស់គ្នាអត់គួរមើលរំលងឯគឺប្រាសាទបន្ទាយឆ្មានឹងឯងហើយប្រាសាទបន្ទាយឆ្មានេះគឺជារមណីយដ្ឋានដែលចំណាស់ជាងគេតែម្ដងនៅក្នុងខេត្តបន្ទាយមានជ័យគឺមានទៅដោយសំណង់ប្រាសាទហើយប្រាសាទនេះកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7នៅចុងសតវត្សទី12និងដើមសតវត្សទី13នៅក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យហើយនៅពេលដែលបានទៅតំបន់ទាំងអស់នេះហើយកុំភ្លេចញ៉ាំសម្លកកូរផងដែលអ្នកនរគ្នាណាដែលចូលចិត្តបន្លែគឺត្រូវហើយព្រោះសម្លកកូរនេះគឺជាម្ហូបប្រចាំតំបន់ជាពិសេសគឺខេត្តបន្ទាយមានជ័យនឹងតែម្ដងប៉ុណ្្នឹងហើយអត់ទាន់គ្រប់គ្រាន់ទេមែនអត់អ្នកនរគ្នាប្រកាសជាត្រូវការធ្វើដំណើរឬក៏មធ្យោបាយផ្សេងៗនិយាយពីថាបើរឿងស្រួលវិញគឺអស់ស្រួលត្រឹមសម័យនេះហើយអ្នកនរគ្នាចង់ទៅខេត្តក៏បានខេត្តណាក៏បាននៅក្នុងប្រទេសកម្ពុជាចង់ទៅឆ្លងដែនក៏បានប្រទេសឡាវប្រទេសថៃប្រទេសវៀតណាមអ្នកនរគ្នាក៏អាចជ្រើសរើសប្រើសេវាកម្មរបស់ Red Bus ប្រើប្រាស់ជើងឡានក្រុងដោយទំនុកចិត្តនិងសុវត្ថិភាពដោយគ្រាន់តែមាន app Red Bus តែមួយកុំភ្លេចធ្វើដំណើរកម្សាន្តជាមួយនឹង Red Bus ទាំងអស់គ្នាឥឡូវនេះខ្ញុំនឹងបង្ហាញពីរបៀបនៃការកក់សំបុត្រឡានអញ្ចឹងអ្នកនរគ្នាចូលទៅកាន់ app Red Bus ហើយជ្រើសរើសទីតាំងដែលអ្នកនរគ្នាចង់ធ្វើដំណើរទៅនឹងបានឃើញឡានក្រុងជាច្រើនក្រុមហ៊ុនមែនទែននៅក្នុងនោះអញ្ចឹងស្រឡាញ់មួយណាចុចយកមួយនឹងទៅអញ្ចឹងនៅផ្នែកបន្ទាប់ទៀតយើងអាចធ្វើការជ្រើសរើសនៅកៅអីដែលយើងស្រឡាញ់ដែលយើងចង់អង្គុយយើងក៏អាចមើលឃើញទិសដៅថាធ្វើដំណើរពីណាទៅណាឈប់នៅណាហើយចុះនៅណាចឹងទៅហើយចុងក្រោយយើងគ្រាន់តែបញ្ជាក់ឈ្មោះបញ្ជាក់អាយុសញ្ជាតិរបស់យើងទេតែប៉ុណ្្នឹងហើយបងលុយក៏អត់មានន័យពិបាកដែរនៅពេលដែលយើងមានគណនី ABA ឬក៏គណនីរបស់ KHQR យើងក៏អាចធ្វើការជ្រើសរើសបង់តាមមួយណាក៏បានដែរឬក៏មួយទៀត credit card ដែលយើងមាន